យើងនិយាយអំពីគ្រឹះរបស់សន្តិការផ្សារដំណឹងល្អបើសិនជាយើងសួរថាតើនរណាគេដែលជាអ្នកដែលពូកែផ្សារដំណឹងល្អជាងគេនៅក្នុងព្រះគម្ពីរច្បាស់ណាស់គឺជាអង្គព្រះយេស៊ូវគ្រីស្ទជីវិតចម្បងយើងជាគ្រីស្ទៀនយើងត្រូវផ្សារដំណឹងល្អនេះគឺជាបទបញ្ជាជាអ្វីដែលព្រះបានគប់ដល់យើងមិនថានរណាក៏ដោយគឺត្រូវតែផ្សារដំណឹងល្អបាទជានៅក្នុងវេលារដូវកាលនៅឯខេត្ត12នេះហើយនៅតាមបណ្ដាព្រះវិហារគឺតែងតែមានខត្តប័ណ្ណដូចជាខ្ញុំមានខត្តប័ណ្ណច្រើនមែនទេបាទបងនេះបាទល្អមែនតើជួយដល់ពួកគាត់បាទញ៉ាចុះបងប្អូនខត្តប័ណ្ណបើសិនជាបងប្អូននៅក្នុងព្រះវិហារខ្លះមិនមានមិនមានខត្តប័ណ្ណសារនឹងល្អទេហើយបងប្អូនធ្វើពិធីនៅឯណាបាទយ៉ាងលើកទឹកចិត្តបងប្អូនអាចទិញបាទជាការរួមចំណែកមួយដែលខត្តប័ណ្ណខាងលោកគ្រូ JD ក្រលីក៏បានធ្វើផ្លូវ2បាទឬក៏តាក់ទងបងប្អូនវិហារផ្សេងៗទៀតដើម្បីសុំខត្តប័ណ្ណចែកបានអញ្ចឹងខ្ញុំនិយាយតាក់ទងនឹងការផ្សារដំណឹងល្អបងប្អូនយើងមិនចាំបាច់បារម្ភអំពីការបដិសេធរបស់មនុស្សអំពីព្រះគ្រីស្ទទេយើងឃើញថាគ្មានពិធីសាសនាដែលល្អប្រសើរជាងគេដើម្បីឲ្យយើងត្រូវត្រាប់តាមប្រហែលជាមានតិចនិចបាទខ្ញុំបានរៀនអំពីការផ្សារដំណឹងល្អខ្លះគេមានតិចនិចរបៀបនិយាយរបៀបដូចជាខត្តប័ណ្ណមានការបង្ហាញរូបភាពអំពីបញ្យលពួកគាត់អំពីរូបភាពនីមួយៗការធ្លាក់ចុះក្នុងអំពើបាបអីផ្សេងប៉ុន្តែបងប្អូនខ្លះថាអូលោកគ្រូខ្ញុំមិនដារៀនអំពីនឹងផងអញ្ចឹងខ្ញុំមិនបាច់ផ្សារដំណឹងល្អទេឲ្យតែអ្នកដែលមានថ្នាក់រៀនបានរៀនអំពីវិទ្យាសាស្ត្រដំណឹងល្អបានសាស្ត្រដំណឹងល្អឬក៏គ្រូបង្រៀនទៅខ្ញុំជាសមាជិកធម្មតាខ្ញុំជាអ្នកជឿព្រះអង្គខ្ញុំមិនចាំបាច់សាសនាល្អទេចឹងទៅគាត់យកគំនិតហ្នឹងគាត់ថាអ្នកដែលសាសនាល្អគឺទូនទីសម្រាប់តែអ្នកដែលធ្វើការក្នុងការងារព្រះនៅក្នុងក្រុមជំនុំនៅក្នុងវិហារនៅក្នុងថ្ងៃអាទិត្យយើងទៅដល់គាត់ធ្វើទេការសាសនាល្អសម្រាប់ខ្ញុំអត់មានពិធីសាសនាដែលខ្ញុំណែនាំឲ្យបងប្អូនធ្វើតាមខ្ញុំទេភាគច្រើនខ្ញុំប្រើខត្តប័ណ្ណបាទខត្តប័ណ្ណហើយមួយទៀតការរស់នៅបាទសំខាន់ការរស់នៅការនិយាយស្ដីបាទខ្ញុំលើកឧទាហរណ៍អំពីរឿងមួយពេលខ្លះយើងអាចបាននិយាយអំពីព្រះយេស៊ូវគ្រីស្ទប្រាប់គេទេនៅពេលមួយដែលខ្ញុំទៅទិញអីវ៉ាន់ឬក៏ទិញមកជូរយើងអាចបានអះអាងថាយើងជាគ្រីស្ទៀនទេគ្រាន់តែការនិយាយស្ដីរបស់យើងការរៀបរៀបរបស់យើងគេដឹងគេថាសួរយើងវិញថាអញជាអ្នកជឿព្រះយេស៊ូវមែនគ្រីស្ទៀនមែនខ្ញុំភ្ញាក់ផ្អើលមែនទេដែលគេដឹងថាមិនបងឯងដឹងគេថាពួកយេស៊ូវគេថាពួកគ្រីស្ទៀននិយាយមកដឹងបាត់ហើយថាគាត់ជាគ្រីស្ទៀនពេលខ្លះភាពស្មោះត្រង់របស់យើងក៏បង្ហាញអំពីព្រះគ្រីស្ទដែរនៅកន្លែងការងារខ្ញុំមួយពួកគាត់រស់នៅធ្វើការបាទគាត់ដឹងថាពួកគ្រីស្ទៀនអត់កុហកអត់ពួកគាត់ស្អប់ពួកយើងស្អប់ពួកយេស៊ូវប៉ុន្តែពួកគាត់ដឹងថាពួកគេថាពួកយេស៊ូវបាទពួកយេស៊ូវស្មោះត្រង់បាទគាត់ស្អប់អ្នកជឿព្រះយេស៊ូវប៉ុន្តែគាត់ដឹងថាពួកយេស៊ូវស្មោះត្រង់បាទនោះគឺជាការបង្ហាញពីព្រះគ្រីស្ទដែរបង្ហាញពីពន្លឺដែរអញ្ចឹងការសាសនាល្អជាកាតព្វកិច្ចហើយយើងមិនត្រូវលាក់បាំងទេហើយបងប្អូនខ្លះកុំមានលេសថាខ្ញុំអត់បានរៀនថ្នាក់ផ្សារនឹងល្អទេខ្ញុំអត់មានវិធីសាស្ត្រទេអញ្ចឹងខ្ញុំអត់ត្រូវធ្វើទេដូចខ្ញុំអញ្ចឹងខ្ញុំអាសាជីកង់ដើរលេងមួយក្មេងៗហើយក្មេងៗនៅតាមភូមិស្រុកគាត់ក៏សប្បាយការចំណាយពេលមកពួកគាត់ហើយយើងមានចរិតមួយដូចកូនក្មេងអញ្ចឹងទៅគាត់រកយើងអញ្ចឹងខ្ញុំមានឱកាសមួយដែលប្រាប់ពួកគាត់អំពីព្រះខ្ញុំជិះកង់មួយគាត់ខ្ញុំប្រាប់គាត់អំពីព្រះយេស៊ូវគ្រីស្ទត្រូវជឿព្រះយេស៊ូវគ្រីស្ទរួចពីអំពើបាបមានត្រូវប្រែចិត្តមករកព្រះអង្គលន់តួបាបថ្វាយខ្លួនដល់ព្រះអង្គបើយើងមិនជឿព្រះយេស៊ូវគ្រីស្ទទេយើងនឹងធ្លាក់ទៅក្នុងបឹងភ្លើឋាននរកបងប្អូនកុំភ្លេចនិយាយអំពីសេចក្តីសង្គ្រោះការផ្សាយដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទមិនមែននិយាយតែពីសេចក្តីស្រឡាញ់បើសិនជាបងប្អូនផ្សាយដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទដោយយើងនិយាយពីសេចក្តីស្រឡាញ់របស់ព្រះប៉ុន្តែមិននិយាយអំពីជឿឆ្កាងបាទមិននិយាយអំពីជឿឆ្កាងពីព្រះទេអានោះគ្រាន់តែជាដំណឹងល្អនឹងអត់ខុសពីសារលោកីធម្មតាទេសារអំពីព្រះយេស៊ូវគ្រីស្ទគឺសំខាន់វាខុសប្លែកពីសាររបស់លោកីដែលគ្រាន់តែអប់រំឲ្យស្រឡាញ់មនុស្សឲ្យធ្វើល្អឲ្យខំប្រឹងខ្លួនឯងវាអត់ខុសតែសាររបស់ព្រះយេស៊ូវគ្រីស្ទសំខាន់គឺជឿឆ្កាងគឺជាចំណុចដ៏សំខាន់បាទដែលព្រះអង្គបានសគត់ហើយព្រះអង្គរស់ឡើងវិញជាការសងថ្លៃលក់អំពើបាបរបស់យើងបានជាមានគ្រីស្ទានខ្លះបាទគាត់ជឿព្រះយេស៊ូវគ្រីស្ទអត់ដឹងតែខ្លួនអត់មានបាបទេបងប្អូន
ខ្ញុំមិនដឹងថាគាត់ជឿព្រះយេស៊ូវយ៉ាងម៉េចតែកាលណាយើងក៏អត់ដឹងថាខ្លួនឯងមានបាបក៏យើងអាចឆ្លើយតបទៅនឹងអ្វីដែលព្រះយេស៊ូវយាមមកដែរព្រះយេស៊ូវគ្រីស្ទបានយាមមករកមនុស្សមានបាបអញ្ចឹងយើងជាមនុស្សយើងឆ្លើយតបតែព្រះអង្គក្នុងនាមយើងជាមនុស្សមានបាបហើយក្នុងនាមទ្រង់គឺជាព្រះអង្គសង្គ្រោះបើសិនជាយើងមករកព្រះយេស៊ូវក្នុងគោលបំណងផ្សេងពីនេះអាហ្នឹងយើងរអិលចេញពីដំណឹងល្អពិតជាការផ្សាយដំណឹងល្អគឺសំខាន់ណាស់យើងត្រូវតែបង្កើតដំណឹងល្អបើសិនជាយើងជាគ្រិស្តបរិស័ទយើងអត់ផ្សាយដំណឹងល្អទេបានន័យថាយើងមិនជឿលើដំណឹងល្អបើយើងសង្ខេបតទៀតទៅយើងអត់ជឿព្រះយេស៊ូវគ្រីស្ទផងបាទពីព្រោះព្រះគម្ពីររ៉ូមបានប្រាប់ថាម៉េចព្រះគម្ពីររ៉ូមចំពុក1ប្រាប់ថាម៉េចបិទដំណឹងល្អគឺជាព្រះចេស្តានៃព្រះបាទដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺជាព្រះចេស្តានៃព្រះបើយើងដឹងថាដំណឹងល្អជាព្រះចេស្តានៃព្រះឬអីយើងមិនត្រូវផ្សាយប្រាប់មានគ្រីស្ទានខ្លះឪពុកម្ដាយក៏មិនដែលប្រាប់ពេលខ្លះអ្នកដទៃក៏មិនដែលប្រាប់គេអត់ជឿគេមើលមកយើងបាទគេស្អប់គេមិនរាប់អានគេមិននិយាយរកគេមិនសហការធ្វើ assignment ធ្វើសារណាបាទយើងបែរតែខ្មាស់អៀនពីជំនឿដោយសារយើងខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួនដំណឹងល្អព្រះយេស៊ូវគ្រីស្ទលើពីផលប្រយោជន៍ផ្ទាល់ខ្លួនទៀតវាសំខាន់ណាស់ដូចពេលវេលាឥឡូវនេះដែលយើងឃើញជនភៀសខ្លួនហើយមានក្រុមជំនុំពហិខ្លះគាត់ទិញខត្តប័ណ្ណផ្សាយដំណឹងល្អដល់ជនភៀសខ្លួនបាទជាការល្អមែនទែនសម្រាប់ខ្ញុំផ្ទាល់ដែលយើងជាគ្រិស្តបរិស័ទអ្វីដែលល្អបំផុតសម្រាប់ពួកគាត់មិនមែនជាគ្រាន់តែអង្គគ្រាន់តែទឹកស៊ីអ៊ីវគ្រាន់តែចំណីចំណូលពោះភួយមុងអីប៉ុណ្ណោះទេព្រះយេស៊ូវគ្រីស្ទសំខាន់ណាស់ខ្ញុំមិនដឹងប្រហែលជាបងប្អូនខ្លះបែកអារម្មណ៍បាទបែកអារម្មណ៍ដោយសារតែឃើញព្រឹត្តិការណ៍អាក្រក់សង្គ្រាមចឹងទៅពួកគាត់គិតថាតម្រូវការសម្រាប់ពួកគាត់បំផុតគឺបរិក្ខារបរិភោគអីផ្សេងៗវាល្អខ្ញុំគ្រប់ត្រូលបាទប៉ុន្តែសម្រាប់យើងជាគ្រិស្តបរិស័ទកុំភ្លេចអំពីព្រះគ្រីស្ទកុំភ្លេចដំណឹងល្អនៅចេស្តាកុំភ្លេចប្រាប់ពួកគាត់អំពីព្រះគ្រីស្ទបងប្អូនអាចប្រើខត្តប័ណ្ណដាក់នៅក្នុងប្រអប់ដាក់នៅក្នុងថង់បាទជឿមិនជឿរឿងពួកគាត់យើងដាក់ទៅបើគាត់ឃើញគាត់អានហ្នឹងយើងហោចណាស់មាន100នាក់បានជឿ2នាក់ក៏ថ្វាយសិរីល្អទៅព្រះដែរ1000នាក់មាន10នាក់ជឿព្រះអង្គក៏ថ្វាយសិរីល្អទៅព្រះដែរហើយយើងផ្សារដំណឹងល្អយើងមិនចាំបាច់បង្ខំគេទេបាទមិនបង្ខំគេទេយើងប្រាប់គាត់ធម្មតាទៅប្រាប់គាត់ពីព្រះគ្រីស្ទខ្ញុំប្រាប់ក្មេងៗពីព្រះគាត់សួរខ្ញុំពីព្រះយេស៊ូវគ្រីស្ទថាបងមិនជឿព្រះយេស៊ូវចឹងហើយមានខ្លះគាត់ថាជឿព្រះយេស៊ូវតែអីព្រះយេស៊ូវគាត់ជាមនុស្សធម្មតាណាបាទពុកម្ដាយគាត់ត្រាក់យើងវិញហើយយើងបញ្យល់ប្រាប់គាត់ទៀតបាទបើគាត់អត់ជឿយើងមិនជាបញ្ហាយើងជាមួយព្រះអានឹងបញ្ហាគាត់មួយព្រះអញ្ចឹងសំខាន់យើងបានប្រាប់បាទខ្ញុំប្រាប់ខ្ញុំជាកម្មវិធីខ្ញុំប្រាប់ពួកគាត់រហូតក្មេងៗពេលខ្លះគាត់អត់ទាន់ជឿពេលហ្នឹងទេប្រហែលជាអាចពេលគាត់ធំឡើងបន្តិចគាត់គិតអំពីធ្លាប់មានបងខ្ញុំធ្លាប់ប្រាប់គាត់អំពីព្រះយេស៊ូវគ្រីស្ទរួចពីអំពើបាបអ្នកភូមិនៅទីនេះគាត់ខ្លាចសេចក្តីស្លាប់មែនតើគាត់លឺបិណ្ឌសពលឺភ្លេងខ្មោចយ៉ាងទៅគាត់គិតគាត់ថាគាត់ស្ដាប់ទៅដូចជាមានជីវិតអស់សង្ឃឹមមកអស់សង្ឃឹមតែម្ដងបើខ្ញុំប្រាប់គាត់ថាយើងមានសង្ឃឹមតែឥឡូវនេះបើសិនជាប្អូនទទួលជឿលើព្រះយេស៊ូវគ្រីស្ទជើងសេចក្តីស្លាប់មិនមែនជាអ្វីដែលគួរភ័យខ្លាចទៀតទេដោយសារតែព្រះយេស៊ូវគ្រីស្ទធានាយើងបើសិនជាបងប្អូនប្រែចិត្តចេញពីអំពើបាបដាក់ជំនឿលើអង្គព្រះយេស៊ូវគ្រីស្ទព្រះអង្គនឹងជួយយើងនេះជាអ្វីដែលខ្ញុំប្រាប់ក្មេងៗប្រាប់ពួកគាត់ជារឿយៗមកបាទតែបើជាគាត់ក្មេងទៅយ៉ាងណាក៏ដោយខ្ញុំប្រាប់គាត់អាយុ6ឆ្នាំ5ឆ្នាំក៏រៀននៅថ្នាក់ទី2ទី3បាទជាពេលវេលាដែលគាត់ចាំព្រះគម្ពីរសុភាសិតចំពោះ22ខ21ប្រាប់ថាម៉េចចុះបើកូនក្មេងឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្តនោះវានឹងមិនលះបង់ពីផ្លូវនោះដល់រដូវចាស់ខ្ញុំក៏ជាក្មេងដែលខ្ញុំឆ្លងកាត់ភាពជាក្មេងដែលខ្ញុំក៏ត្រូវបានបងប្អូនផ្សេងទៀតបរិយាពីព្រះបន្ទូលព្រះខគម្ពីរចងចាំនឹងឲ្យជួយខ្ញុំឲ្យដឹងពីព្រះគ្រីស្ទអញ្ចឹងមិនមែនតែខ្ញុំជីវិតរបស់ខ្ញុំម្នាក់ឯងខ្ញុំសុកជឿព្រះយេស៊ូវគ្រីស្ទទេមានគេប្រាប់ខ្ញុំខ្សែប្រាប់ខ្ញុំពីគ្រួសារខ្ញុំបាទខ្ញុំទទួលជឿលើព្រះយេស៊ូវគ្រីស្ទអញ្ចឹងព្រះយេស៊ូវគ្រីស្ទគឺជាដំណឹងល្អដ៏សំខាន់សម្រាប់យើង